បាទបងប្អូនអរគ្នាសួស្តីពី KC Report បាទថ្ងៃនេះខ្ញុំមានបទវិភាគខ្លីមួយពាក់ព័ន្ធជាមួយនឹងមាសបាទទីផ្សារមាសនៅប្រទេសកម្ពុជាថ្ងៃនេះលោកប្រធានាបតីស៊ីជីនពីងនៃសាធារណរដ្ឋប្រជាមានិតចិនបានមកដល់ប្រទេសកម្ពុជាយើងបាទស្របពេលដែលតម្លៃមាសឡើងទៅដល់$4000ជាងដែរបាទអញ្ចឹងសម្រាប់ទីផ្សារមាសខ្ញុំគិតថាវានឹងឡើងទៅមុខទៀតបាទដូចគេបានព្យាករទុកអញ្ចឹងណាបាទវានឹងឡើងបន្តទៀតដល់ទៅ$5ទៅ$6000ដោយសារអីបងប្អូនដោយសារតែសង្គ្រាមសេដ្ឋកិច្ចហើយនឹងការដាក់ពន្ធបន្ថែមរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចិនឥតឈប់ឈរបាទសម្រាប់ម្សិលមិញនៅម៉ោងប្រហែលជា4ល្ងាចបាទសហរដ្ឋអាមេរិកបានដាក់ពន្ធទៅដល់245%ទៅលើអីវ៉ាន់និងទំនិញរបស់ប្រទេសចិនដែលនាំចូលទៅអាមេរិកបាទអញ្ចឹងចំនួននេះគឺធំធ្ងន់ណាស់បងប្អូនបាទដែលធ្វើឲ្យពាណិជ្ជករក៏ដូចជាអ្នកធ្វើពាណិជ្ជកម្មក៏ដូចទីផ្សារភាគហ៊ុនផ្សេងនៅសហរដ្ឋអាមេរិកក៏ដូចជាប្រទេសចិនដាំក្បាលចុះខ្លាំងមែនទែនបាទដែលធ្វើឲ្យមានបញ្ហាដល់ភាគហ៊ុនសកលបាទអញ្ចឹងហើយទើបធ្វើឲ្យការទិញដូរមាសផ្សេងហ្នឹងគឺមានការឡើងថ្លៃបាទឡើងថ្លៃយ៉ាងគំហុកបាទនៅក្នុងការជួញដូរហ្នឹងអញ្ចឹងពីខ្ញុំទៅខ្ញុំគ្រាន់តែវិភាគខ្លីៗថាសេដ្ឋកិច្ចបែបនេះគឺមិនសូវល្អពេកទេបងប្អូនអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នានៅក្នុងការជួញដូរក៏ដូចជាការទិញអ្វីមួយជាពិសេសគឺការជួញដូរមាសនេះបាទព្រោះវាអាចនឹងធ្លាក់ចុះទៅវិញនៅក្នុងកម្រិតណាមួយដែលយើងអាចខាតច្រើនបាទនៅពេលដែលនយោបាយក៏ដូចជាការធ្វើគេហៅថាការបរទេសរបស់សហរដ្ឋអាមេរិកនិងប្រទេសចិននឹងត្រូវរើគ្នាកន្លែងណាមួយវិញគឺវានឹងអាចធ្លាក់ចុះមកវិញបាទអញ្ចឹងមែនតែនទៅកុំតន់អាហក់លូតបាទពីខ្ញុំទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់ការវិភាគខ្លីហ្នឹងអញ្ចឹងអ្វីដែលគួរធ្វើគឺសូមបងប្អូនប្រុងប្រយ័ត្នបាទហើយក៏សូមជូនពរឆ្នាំថ្មីសុខសប្បាយសុខភាពល្អទាំងអស់គ្នាបាទពីខ្ញុំ KC Report អរគុណ